ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃទីប្រហែលថ្ងៃទី2ខែមិនិនាឆ្នាំ2026ប្តឹងទៀតហើយបាទលើកនេះគឺបងប្អូនមកពូជបាទមានទាំងបងប្អូនបកើតមានទាំងបងប្អូនសាច់ថ្លៃមានទាំងប្អូនប្រុសបងស្រីបាទបងប្រុសហ្នឹងគឺនាំគ្នាប្តឹងបាទព្រះរាជអាជ្ញារងខេត្តព្រះវិហារបាទឃើញថាករណីដែលក៏ក្រើកយូរហើយបាទវាមើលតាំងពីឆ្នាំមើលតាំងពីខែសីហាខែប្រហែលចេះបាទខែសីហាណាឆ្នាំ2025មកដល់ឥឡូវហ្នឹងវាចូលបាទចិត្តមួយឆ្នាំហើយនេះតាក់តងទៅនឹងករណីអ្នកមីងអុកយីមបាទដែលលោកស្រីវុធាត្រូវជាព្រះរាជអាជ្ញារងអមសាលាដំបងខេត្តព្រះវិហារហ្នឹងគឺកំពុងតែធ្វើទុកបុកម្នេញញោមញីទៅដល់បងប្អូនជនជាតិដើមខ្មែរគួយនឹងដល់កបាទឥឡូវនេះគឺថាមកពូជពួកគាត់ហ្នឹងកំពុងតែដាក់ពាក្យប្តឹងបាទដើម្បីប្តឹងបដូរលោកនេះលោកស្រីវុធានេះបាទសង្ហាណាដំណើរនេះបងប្អូនឃើញអីមកពូជតែហ្មងបាទឈរនៅមុខសាលាដំបងបាទហើយដាក់ពាក្យហ្នឹងគឺប្តឹងសុំបដូរចេញហ្មងបាទបដូរលោកស្រីវុធានឹងចេញហ្មងបាទសាច់សខ្ចីញញហ្នឹងដោយជំនួសដោយអាញាកដាលមែនទេបាទអាយកាបាទហ្នឹងហើយអញ្ចឹងគឺកើតទុកមិនសុខចិត្តបាទអ្នកមីងអុកយីមដែលគាត់ជាប់ពន្ធនាគារដែលគេចោទប្រកាន់ថាគាត់នឹងប្រើហិង្សាបាទគាត់ចោទប្រកាន់ថាគាត់នឹងអីគេបំពានកម្មសិទ្ធិក៏ដូចជាអចលនៈទ្រព្យអីរបស់គេហ្នឹងណាគេចោទប្រកាន់គាត់ចឹងទៅបាទមិនទាន់ទាំងដឹងស្អីផងហ្នឹងចាប់គាត់ដាក់គុកបាត់ចិត្តមួយឆ្នាំហ្នឹងនេះបងប្អូនឃើញហើយឥឡូវនេះឃើញថាពួកគាត់ចាប់ផ្ដើមដាក់ពាក្យបណ្ដឹងហើយណាមានតាំងពីពាក្យបណ្ដឹងប៉ុណ្ណាណីណាអញ្ចឹងจะមើលចំណាត់ការមិនទៀតហើយបើនិយាយពីករណីលោកស្រីវុធានេះណាបងប្អូនគឺថាដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍បាទច្រើនស្ថាប័នណាតែអត់ទាន់ឃើញចំណាត់ការយ៉ាងម៉េចទេមិនដឹងជាយ៉ាងម៉េចណាឬមួយក៏យើងដាក់ពាក្យបណ្ដឹងទៅចំកន្លែងអានេះយើងមិនដឹងទេប្រហែលជាចំកន្លែងដៃគូដៃកង់គេអញ្ចឹងវាឬក៏មិនបានជាដាក់ពាក្យបណ្ដឹងទៅស្ងាត់ដាក់ទៅស្ងាត់គ្រាន់តែចំណាត់ការលើលោកស្រីវុធាមួយហ្នឹងបាទអញ្ចឹងគឺអត់ណាតាំងពីអ្នកទោសឈឺបាទអ្នកមីងអុកយីមហ្នឹងគាត់ឈឺដើរតាំងពីដើររួចរហូតដល់ដើរលេងរួចនៅក្នុងគុកអង្គុយតែលឺអាទិសបងប្អូនឥឡូវហ្នឹងស្ងាត់ឈឹងណាតែគាត់ឈឺគាត់អីចឹងទៅអត់មានមើលគាត់យកទៅពេទ្យទេវាមិនមែនថាមិនយកចិត្តដាក់ទេវាឲ្យថ្នាំមកគ្រាប់ឲ្យគ្នាទៅលេបមកជាបើគ្នាឈឺឡើងចិត្តងាប់អីហ្នឹងបាទអញ្ចឹងវាមានរឿងរ៉ាវនោះគឺថាចពាក់វគ្គវិនវាច្រើនមែនតើបាទប៉ុន្តែគឺអត់មានចំណាត់ការហើយដូចខ្ញុំនិយាយចឹងបើនិយាយពីដាក់ពាក្យបណ្ដឹងទៅស្ថាប័នអង្គភាពជាច្រើនដើម្បីឲ្យជួយចំណាត់ការហ្នឹងគឺដាក់ទៅស្ងាត់បាទប្រហែលជាដាក់ទៅចំគ្នាខ្នងដៃគូដៃកង់គេចឹងគេខ្ជិលអើពើណាបាទទៅពិបាកដល់មិនចឹងនេះឥឡូវចាំមើលបាទឥឡូវលោកអែមសុកសវណ្ណនេះដែលជាប្រធានបកដើម្បីកម្ពុជាបកអញ្ញូឥឡូវចេញមកទៀតហើយបាទបង្ហោះរូបភាពផងបង្ហោះវីដេអូផងពាក្យបណ្ដឹងផងបងប្អូនមកពូជខ្មែរគួយនឹងទៅឈរនៅមុខសាលាដំបងខាងខេត្តព្រះវិហារហ្នឹងដាក់ស្ងាត់ដឹងមិនណាឥឡូវយើងចាំមើលចំណាត់ការឥឡូវយើងពួកគាត់សុំបដូរបាទសុំបដូររាជអាជ្ញារងនឹងចេញបាទដូរចេញហ្មងវាល្មិចមើលដូរបានអត់មកទៅចុះបើអត់មានធ្វើការផងហ្នឹងចាត់ការដោយអត់មានភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋណាមកពូជនឹងធ្វើបាបគាត់ដល់ហើយអ្នកមីងអុកយីមនៅជាម្ដាយពូអុកម៉ៅជាកូនបាទហៀហៈស៊ីងហៀហៈសាង
កូនបកើតបាទកូនប្រសាមកពូជពួកគាត់លេងធ្វើបាបគ្នាអញ្ចឹងអីវ៉ាន់នេះបាទអញ្ចឹងករណីហ្នឹង បីយូរតាំងពីមើលថ្ងៃខែសីហាឆ្នាំមុនឆ្នាំ2025មកដល់ឆ្នាំថ្មីនេះនៅតែគាត់រងភាពបើថាមិនដោះស្រាយគាត់ដោយមិនមានភាពយុត្តិធម៌អញ្ចឹងយើងចាំមើលតើការដែលពូជខ្មែរគួយដែលគាត់កំពុងតែដាក់ពាក្យបដិងសុំបដូររាជអាជ្ញារងលោកស្រីវិធាចេញនេះតើនឹងទទួលបានផលយ៉ាងម៉េចចេញវីដេអូក្រោយទៀតបាទអរគុណ